ជំពូកទី6រាហុលប្រសូតពេលវេលាជាតែកន្លងផុតទៅទិវាដែលព្រះនាងយសោធរាត្រូវសម្រាលរាជបុត្រក៏បានមកដល់ព្រះមេដាទាំងពីរព្រះអង្គគឺព្រះនាងបជាបតីកោតមីនិងព្រះនាងបមិតាមិនយាងទៅណាឆ្ងាយឡើយរងចាំថែទាំបុត្រីពំពាគ្រប់ទិវារាត្រីព្រះអង្គម្ចាស់សទ្ធុទ្រង់បាននឹកឃើញឡើងវិញនៅរឿងមួយដែលព្រះអង្គបានជួបជាមួយព្រះសង្ឃមួយអង្គក្នុងរវាង 2-3 ខែកន្លងមកនេះព្រះអង្គចាប់ផ្ដើមគង់បត់ព្រះភ្នែនដោយផ្កាឈូកក្រពុំរួចទ្រង់តាំងអធិដ្ឋាននៅក្នុងព្រះចិន្តាថាព្រះវរមេដារបស់អាត្មាអញគឺព្រះនាងសិរិមហាមេយីទ្រង់សោយប្រតិវង្គតទៅក៏ព្រោះតែព្រះអង្គប្រសូតរូបអាត្មាអញមកនេះគឺជាសេចក្តីទុក្ខសោកដែលអាត្មាអញមិនអាចបំភ្លេចបានឥឡូវនេះដល់វេនអូនពំពាយសោធរាប្រសូតបុត្រដែលជាបុត្ររបស់អាត្មាអញតែម្ដងការសម្រាលបុត្រគឺជាដំណើរដែលស្ត្រីមានប្តីភាគច្រើនត្រូវឆ្លងកាត់គ្រោះថ្នាក់បំផុតជួនក៏បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់បាត់បង់ជីវិតឬក៏ស្លាប់ទាំងម្ដាយទាំងកូនតែម្ដងផងក៏មានរំពេចនោះរូបភាពទារកតូចមួយបានផ្ដោតជាប់នៅក្នុងព្រះអារម្មណ៍របស់ព្រះអង្គពោលគឺជារូបភាពបុត្រារបស់ព្រះអង្គផ្ទាល់តែម្ដងព្រះអង្គក៏ស្ដាប់ឮសូរសំឡេងទួញយំរបស់មហេសីយសោធរាយ៉ាងច្បាស់នៅក្នុងព្រះសត្តាបន្តិចក្រោយមកស្រាប់តែឮសំឡេងទំនួញនោះក៏រសាត់បាត់ទៅសំឡេងទារកពិតក៏ស្រែកយំងាឡើងព្រះទារកបានប្រសូតឡើងហើយព្រះអង្គស្ទុះក្រោកឈរឡើងទាំងជំហររួចទ្រង់លើកព្រះហស្ថជូតញើសនៅលើថ្ងាសព្រះនាងបជាបតីកោតមីបើកទ្វារខ្វាក់ឡើងនិងចៅប្រណេតសម្លឹងរកមើលព្រះសទ្ធុព្រះនាងញញឹមពព្រាយធ្វើឲ្យព្រះអង្គម្ចាស់សទ្ធុដឹងជាស្រេចថាព្រះនាងពំពាមហេសីពិតជាបានប្រកបដោយសេចក្តីសុខសប្បាយព្រះនាងបជាបតីកោតមីមានព្រះបន្ទូលឡើងថាបុត្រសម្លាញ់ពំពាប្រសូតបានបុត្រាមួយព្រះអង្គស្អាតណាស់ព្រះសទ្ធុទ្រង់ញញឹមនិងសម្លឹងទៅកាន់ព្រះមេដាវិញដោយសេចក្តីគោរពហើយទ្រង់មានព្រះបន្ទូលថាព្រះមេដាទូលបង្គំនិងដាក់ព្រះនាមដល់បុត្រាសម្លាញ់នៃទូលព្រះបង្គំនេះថារាហុលថ្ងៃមួយពេលព្រះអង្គម្ចាស់សទ្ធុកំពុងតែបីទ្ររាហុលកុមារនៅក្នុងព្រះហស្ថព្រះអង្គទ្រង់កោតស្ញប់ស្ញែងដល់ជីវិតដ៏មានតម្លៃនិងដ៏ផុយស្រួយបំផុតដែលមនុស្សលោកមានព្រះអង្គបាននឹកឃើញឡើងវិញកាលពីថ្ងៃដែលព្រះអង្គនិងព្រះនាងពំពាយសោធរាបានយាងទៅចូលរួមនៅក្នុងពិធីបុណ្យបូជាសពកុមារទុរគតម្នាក់អាយុប្រមាណជា4ឆ្នាំព្រះអង្គបានសម្លឹងទៅកាន់ព្រះនាងយសោធរាដោយមានទឹកនេត្រារលីងរលោងដែលមើលទៅហាក់ដូចជាទ្រង់ព្រះកន្សែងដែរព្រះអង្គទ្រង់ព្រះតម្រេះថាអោបុត្រាសម្លាញ់តើបុត្រាត្រូវវិលទៅកាន់ទីណាដែរក្នុងពេលឥឡូវនេះព្រះអង្គទ្រង់ហុចបុត្រារាហុលជូនទៅព្រះមហេសីវិញបន្ទាប់មកទើបទ្រង់យាងចេញទៅគង់នៅក្នុងអជានខាងក្រៅព្រះរាជដំណាក់តែមួយអង្គឯងរហូតដល់ស្រមោលរាត្រីធ្លាក់ចុះដណ្ដប់លើផែនដីពោធិ៍សទ្ធាចប់ជំពូកទី